mà nhom đâm pốtนี่ก็មានចំណាប់អារម្មណ៍ថាពោតផ្លែធំឆ្ងាញ់ហើយលក់ដូរក៏ស្រួលខ្ញុំឈ្មោះលួនដួនដាំពោតនេះច្រើនឆ្នាំដែរបើខ្ញុំមិនដែលបានប្រសតរឿងពូជទៅពេលនេះខ្ញុំប្រសតរឿងពូជហាក់ល្មាននេះផ្លែធំល្អណាស់បងប្អូនក៏មើលទៅគេចូលចិត្តដាំតាមខ្ញុំដែរនេះដាំពីមុនមិញខ្ញុំដាំមួយហាយឡាយសេរីចាស់ដល់ពេលនេះខ្ញុំបដូរមកដាក់ហាក់ល្មានហើយនឹងហាយឡាយសេរីថ្មីព្រោះហាក់ល្មានខ្ញុំដាំ2ឆ្នាំនេះខ្ញុំប្រសតមើលថាផ្លែក៏ធំល្អលក់ក៏ស្រួលបងប្អូនគេមើលទៅចំណាប់អារម្មណ៍ថាឆ្ងាញ់ខ្ញុំក៏ដាំបងប្អូនក៏គេដាំតាមខ្ញុំដែរពូជពិសេសក៏ហាក់ល្មានក៏ឆ្ងាញ់កមូតបាទផ្អែមឆ្ងាញ់ណាស់បងប្អូនបកអត់ជៀបសក់ជៀបអុយទេបកមកក៏សាច់ល្អចេះបាទសាច់ល្អណាស់ពូជហាក់ល្មានឆ្នាំពោនេះក្រោយដែលបានដាំហាក់ល្មានដូចខ្ញុំនេះក៏លក់ក៏ស្រួលហូបក៏ឆ្ងាញ់ដែរសូមបងប្អូនក៏ដាំតាមខ្ញុំទៅបើចេះខុសចាំថាឲ្យខ្ញុំទៅខ្ញុំជាអ្នកដាំមុនគេហើយគឺល្អបាទហូបក៏ឆ្ងាញ់ដែរមានជាតិជាងពោតផ្សេងដែរហាក់ល្មានក្នុងហាយឡាយក៏ឆ្ងាញ់ដូចគ្នាបាទមានជាតិមានណាប់អារម្មណ៍ហូបវាឆ្ងាញ់ដូចគ្នាបាទសូមផ្ដាំបងប្អូនតែប៉ុណ្ណេះឯងក៏មើលឃើញខ្ញុំដាំបានល្អអញ្ចឹងក៏បងប្អូនក៏ដាំតាមខ្ញុំទៅអត់ចេះខុសទេបាទមួយក៏គេទិញច្រើនដែរពោតនេះគេចូលចិត្តច្រើនបាទ